បាយស្រូបប៊ីប៊ីមបាប់របស់កូរ៉េបងប្អូនធ្លាប់តែញ៉ាំបាយស្រូបរបស់ខ្មែរយើងថ្ងៃនេះគឺថាមកធ្វើបាយស្រូបរបស់កូរ៉េញ៉ាំម្ដងបងប្អូននិយាយទៅបាយស្រូបរបស់កូរ៉េហ្នឹងគឺខុសពីខ្មែរយើងអញ្ចឹងគេមានបន្លែមិនអីដូចយើងដែរប៉ុន្តែបន្លែរបស់យើងហ្នឹងទៅសក់ឬក៏ការ៉ុតឬក៏ឆៃថាអីហ្នឹងគេយកទៅជ្រក់ប៉ុន្តែបន្លែរបស់គេនេះគឺគេយកមកស្ងោរឬក៏យកមកឆាអីអញ្ចឹងឯងបងប្អូនអញ្ចឹងគឺវាខុសគ្នាតែត្រង់ចំណុចហ្នឹងអញ្ចឹងណាអញ្ចឹងបន្លែរបស់យើងហ្នឹងគឺយើងអាចស្រស់វាបងប្អូនប៉ុន្តែការ៉ុតហ្នឹងវារៀងរឹងអញ្ចឹងយើងអាចដាក់ឆាវាអញ្ចឹងទៅហើយជាមួយនឹងយើងមានផ្សិតដែរអញ្ចឹងបងប្អូនដាក់ស្រស់ឬក៏ឆាវាហើយអស់ហ្នឹងយើងទុកវាមួយឡែកសិនមកយើងមកលាយគ្រឿងសម្រាប់ប្រឡាក់សាច់អញ្ចឹងបងប្អូនយើងមានដាក់ស្ករសម្សៅម្ទេសប្រេងល្ងហើយយើងមានដាក់គូចិញ្ចាំងទឹកត្រីទឹកស៊ីអ៊ីវបន្តិចមកហើយយើងបន្ថែមខ្ទឹមមកបងប្អូនដល់ពេលដែលយើងឆាទៅឲ្យវាឡើងឈ្ងុយអញ្ចឹងហើយនេះគឺជាសាច់របស់យើងអាចដាក់សាច់ចិញ្ច្រាំក៏បានឬក៏សាច់គោសាច់អីក៏បានតែបើខ្ញុំដាក់សាច់3ជាន់អញ្ចឹងបងប្អូនប្រទេសស្ដាងយើងតាលាយគ្រឿងហើយយើងយកមកច្របល់ណាអានេះគឺជាគ្រឿងដែលយើងដាក់មួយបាយបងប្អូនយើងដាក់ទឹកពេញប៉ោះហើយមានប្រេងល្ងគូចិញ្ចាំងហើយនឹងទឹកស៊ីអ៊ីវបងប្អូនកូរវាតែប៉ុណ្្នឹងមកគឺថាឡើងឈ្ងុយហើយពងមាន់នេះគឺយើងចង់ញ៉ាំឆ្អិនក៏បានឬក៏យើងយកភ្នៅក៏បានតែសម្រាប់ខ្ញុំជួយញ៉ាំបែបភ្នៅអញ្ចឹងអូអានេះឆ្ងាញ់ហ្មងហើយតែប៉ុណ្្នឹងបងប្អូនងាយស្រួលធ្វើខ្លាំងមែនតើមកហ្មងហើយចុងក្រោយហ្នឹងគឺគ្រាន់តែយើងមានបាយយើងដាក់គ្រឿងទាំងអស់ហ្នឹងចូលគ្នាមកបងប្អូនរៀបតាមលំដាប់លំដោយអញ្ចឹងមកមើលទៅគឺថាតំណងញ៉ាំខ្លាំងមែនតើណានេះគ្រឿងរបស់យើងដែលថាយើងលាយមិញហ្នឹងយើងដាក់វាចូលមកយើងទុកច្បល់វាមកវាឡើងពណ៌អញ្ចឹងបងប្អូនហើយអានេះយើងដាក់នៅខាងលើបងប្អូនអានេះយើងរោយល្ងក៏បានដែរប៉ុន្តែខ្ញុំអត់រោយព្រោះដោយសារតែខ្ញុំមានម្ទេសឆាហើយម្ទេសឆារបស់គេនេះឈ្មោះភីងម្ទេសឆាបងប្អូនគាត់ថាបើកកន្លមកគឺថាឈ្ងុយខ្លាំងមែនតើមកហ្មងហើយនេះគាត់ថាបើកមកគាត់ថានឹកឃើញឃ្លានបាយស្រូបមកភ្លាមបងប្អូនអញ្ចឹងអានេះមកធ្វើបាយស្រូបរបស់កូរ៉េញ៉ាំមកបងប្អូនហើយមកចាននេះគឺថាបើថាហឹលរសជាតិឆ្ងាញ់មកហ្មងបងប្អូនហើយឥឡូវនេះគឺយើងចាប់ផ្ដើមច្បល់បាយនឹងឲ្យសព្វគ្នាអញ្ចឹងបងប្អូនបាយស្រូបនិយាយទៅពាក្យថាបាយស្រូបតតែថាច្បល់លាយចូលគ្នាឲ្យសព្វគ្រឿងចេះបើថាមើលទៅឆ្ងាញ់បងប្អូនប៉ុន្តែបើបាយស្រូបរបស់កូរ៉េនេះខ្ញុំគិតថាបើថាមួយបាយស្រូបបែបខ្មែររបស់យើងវិញគឺបាយស្រូបរបស់ខ្មែរយើងគឺថាឆ្ងាញ់ជាងមកអញ្ចឹងណាបើថារឿងរបស់គេនោះវាថាប្លែកអារម្មណ៍អញ្ចឹងប៉ុន្តែរសជាតិរបស់គេនោះគាត់ថាឆ្ងាញ់ម្យ៉ាងដែរបងប្អូនអត់ឆ្ងាញ់ទេបើថាចាយពេលធ្វើឡើងអស់មួយយូរដែរហ្នឹងហើយបងប្អូនចង់ញ៉ាំម្ទេសឆាអីហ្នឹងបងប្អូនអាចតាក់ទងទៅតាមเพจរបស់គាត់បានដែលខ្ញុំដាក់នេះម្ទេសឆាហ្នឹងបងប្អូនអាចញ៉ាំជាមួយនឹងបាយបបរឬក៏គ្រឿងសមុទ្រអីផ្សេងអីហ្នឹងបានគ្រប់តម្រូវការគ្រប់ជំរើសមកហ្មងហើយប្រអប់របស់គេនោះគឺថា premium វិចខ្ចប់គឺថាស្អាតមែនតើហើយនៅថ្ងៃទី11 12 13ខែកញ្ញាយើងនេះខាងភីងម្ទេសឆាហ្នឹងគឺគេមានដាក់តាំងពីផលិតផលខ្មែរឆ្នាំ2025នៅមជ្ឈមណ្ឌលសន្និបាតពីពណ៌កោះពេជ្រហ្នឹងបងប្អូនអញ្ចឹងអាចទៅចូលរួមបានដោយសេរីយើងទៅមើលទៅទិញពីផលិតផលរបស់ខ្មែររបស់យើងដែលគេមានដាក់តាំងលក់ជាច្រើននៅថ្ងៃនោះបងប្អូនអញ្ចឹងកុំភ្លេចទៅចូលរួមបាទជ្រក់ជើងមាន់ថ្ងៃនេះគឺថាមកថ្មីទៀតណាបងប្អូនអានេះមិនថ្មីអីគឺថ្មីជារៀងរាល់ថ្ងៃមកបងប្អូនប៉ុន្តែគ្រាន់ថ្ងៃខ្លះយើងរៀងហត់ពេកអញ្ចឹងទៅអត់បានថតបង្ហាញទេហើយថ្ងៃខ្លះក៏រៀងទៅដៃអញ្ចឹងទៅនឹកឃើញថាថងថតអញ្ចឹងគឺថាថ្ងៃនេះគឺមកបង្ហាញមកអញ្ចឹងណាបងប្អូនហើយគ្រឿងផ្សំធ្វើជ្រក់ជើងមាន់នេះគឺថាអត់មានអីពិបាកធ្វើទេបងប្អូនងាយស្រួលធ្វើគ្រឿងផ្សំដូចតែឃើញក្នុងវីដេអូអញ្ចឹងណាយើងប្រើគ្រឿងផ្សំរបស់ខ្មែរយើងក្រូចឆ្មាមានម្ទេសខ្ទឹមគល់ក្រៃខ្មែរយើងអីហ្នឹងហើយយើងលាយគ្រឿងទាំងអស់ហ្នឹងចូលគ្នាអញ្ចឹងទៅយើងកូរថាភ្លក់មើលថារសជាតិរៀងល្មមមិនប្រៃពេកមិនសាបពេកហើយឬក៏មិនផ្អែមពេកអីចឹងទៅយើងអាចយកមកត្រាំបានទេបងប្អូនហើយនៅក្នុងនោះមានគល់ក្រៃមានខ្ញីអីអូបងប្អូនបើថាបានញ៉ាំមកចាប់ជាតិឈ្ងុយខ្លាំងមែនតើមកហ្មងហើយនេះគឺថាយើងចាប់ផ្ដើមលាយគ្រឿងចូលហើយអស់ហើយបងប្អូនអានេះបើថាយើងជ្រក់ភ្លាមទៅគឺថាមិនបាច់ចាំយូរទេបងប្អូនព្រោះដោយសារតែវាជាគ្រឿងផ្សំរបស់ខ្មែរយើងទឹកត្រីខ្ទឹមម្ទេសខ្មែរយើងហ្នឹងបងប្អូនឆាប់ចូលគ្រឿងខ្លាំងមែនតើមកហ្មងអានេះយើងជ្រក់ភ្លាមយើងញ៉ាំបានភ្លាមហើយបងប្អូនបាច់ចាំយូរទេបើថាយើងទុកកាន់តែយូរចឹងទៅវាចាប់រសជាតិគ្នាកាន់តែថាកាន់តែខ្លាំងឆ្ងាញ់ជាងមុនមកអញ្ចឹងណាបងប្អូនហើយមកប្រអប់នេះគឺថាបានច្រើនមែនតើបងប្អូនយើងដាក់តែសាច់សុទ្ធហ្នឹងទម្ងន់របស់វា7 គីឡូហើយអញ្ចឹងទៅយើងដាក់សាច់ហើយបានយើងបន្ថែមទឹកបន្ថែមអីតាមក្រោយមកអញ្ចឹងណាបងប្អូនដូចឃើញរូបមកអញ្ចឹងហ្នឹងអូយថាមកប្រអប់នេះវាថាបានញ៉ាំតែជុំគ្នាអូយឆ្ងាញ់ខ្លាំងមែនតើមកហ្មងបងប្អូនហើយឃើញតែម្ទេសច្រើនអញ្ចឹងក៏ពិតមែនប៉ុន្តែរសជាតិរបស់វាហ្នឹងគឺថាអត់សូវហឹរខ្លាំងបងប្អូនឡំតិចមកថាអាចញ៉ាំបានមកអញ្ចឹងណាបងប្អូនហើយតិចទេហើយថាមកប្រអប់របស់គេនេះគឺថាចាប់មកគឺថាបានប៉ុណ្ណឹងបងប្អូននិយាយទៅគួរសមមកល្មមនឹងអាចទទួលយកបានអញ្ចឹងណាបងប្អូននិយាយថាពីរសជាតិរបស់វាវិញហ្នឹងបងប្អូនហើយបើថាឲ្យតែថាធ្វើថ្ងៃណាក៏ថាចាក់ញ៉ាំជុំគ្នានៅថានៅកន្លែងលក់ហ្នឹងដែរបងប្អូននៅកន្លែងលក់របស់ខ្ញុំផ្ទាល់មកហ្មងហើយបើថាមើល feedback នៅក្នុង comment អីបងប្អូនហើយ feedback ចេញមកថាអូនិយាយទៅគ្រប់ត្រខ្លាំងមែនតើមកហ្មងបងប្អូនហើយបងប្អូនចង់មកទិញញ៉ាំអីហ្នឹងអាចមកដល់មកខ្លោងធ្វើធំសាឌីប៉ូបានណាយើងមានដាក់តាំងនៅកន្លែងលក់ពេលដែលបងប្អូនអត់ឃើញតាំងជើងមាន់អីនៅកន្លែងលក់ហ្នឹងបងប្អូនបាច់បារម្ភគឺយើងនៅតែមានលក់រាល់ថ្ងៃមកអញ្ចឹងមកសួរមកគឺមានអីគឺទីតាំងស្រួលរកមែនតើបងប្អូនទៅមកខ្លោងធ្វើធំសាឌីប៉ូហ្នឹងមកហ្មងហើយបងប្អូនឲ្យនិយាយទៅជ្រក់រាល់ថ្ងៃនេះគឺថាបានតែ15 គីឡូបងប្អូនបើថាលើសហ្នឹងទៀតគាត់ថាយើងធ្វើអត់តាន់ដែរអញ្ចឹងបងប្អូនអញ្ចឹងបើថារត់បានគឺមួយថ្ងៃតែ15 គីឡូហ្នឹងទេគឺអស់ហើយអញ្ចឹងបងប្អូនចង់ញ៉ាំអីកុំភ្លេចណាទិញជ្រក់ជើងមាន់2ប្រអប់ថែមជូនជ្រក់ជើងទាអត់ឆ្អឹងថែមមកប្រអប់ភ្លាមបងប្អូនមិនត្រឹមតែប៉ុណ្្នឹងទេណាយើងមានថែមបន្លែទៅឲ្យមួយឈុតហើយជាមួយនឹងខ្ទឹមបំពងហើយមានទឹកត្រីបុកហិលថែមទៅទៀតបងប្អូននេះដាក់ជាមួយនឹងជ្រក់ជើងទាហិលចេញមកគឺថាឆ្ងាញ់មែនតើអត់តអស់ហើយណាយើងនឹងមាន free សេវាដឹកសម្រាប់បងប្អូននៅក្នុងក្រុងភ្នំពេញនេះផ្ទាល់ទៀតទៅយូរបានថាបានធ្វើចេញមកម្ដងអញ្ចឹងណាហើយតតែថាមាន promotion អញ្ចឹងទិញទៅគឺថាដឹងតែចំណេញបងប្អូនសំខាន់ណាមាន free អាសេវាដឹកហ្នឹងគឺថាជាតិមែនតើអូបងប្អូនមើលជើងមាន់របស់យើងណាអានេះមកប្រអប់ត្រឹមតែ 25,000 ណាបងប្អូនចាក់មកបានចង់មួយចានហ្នឹងហើយអូយជើងមាន់របស់យើងបងប្អូនបើកមកឈ្ងុយអញ្ចឹងមកហ្មងនេះមកប្រអប់ 25,000 ទិញ2ថែមជ្រក់ជើងទាមកប្រអប់
រណាបានទៀតទេបងប្អូនខ្ញុំអត់ដឹងថាចំណេញឬក៏ខាតទេប៉ុន្តែដាក់ទៅសិនហើយក្នុងគោលបំណងហ្នឹងចង់ឲ្យបងប្អូនបានសាកនៅរសជាតិរបស់ញ៉ាំពីខាងខ្ញុំទៅអញ្ចឹងអូយអត់ឃើញជើងទាក៏ថាទប់អារម្មណ៍បានដែរបងប្អូនអើយណែដាក់អញ្ចឹងមកមានខ្ទឹមពងនេះទឹកត្រីបុកហឹលមកអូយដិតឆ្ងាញ់មែនតើបន្លែថែមnó khêuល្អតอนមានប្រម៉ូសិនចឹងបងប្អូនបាច់គិតច្រើនទេទិញយកទៅដល់ចាក់ញ៉ាំចឹងហ្មងសាច់កន្លែងដែលខ្ញុំចូលចិត្តបងប្អូនកន្លែងឆ្អឹងស្រួយៗរបស់វាហ្នឹងនេះបងប្អូននៅក្នុងនោះមានម្ទេសមានខ្ញីមានខ្ទឹមមានអីក្នុងនោះអូយឆ្ងាញ់ហ្មងឃើញតែម្ទេសច្រើនអញ្ចឹងប៉ុន្តែអត់សូវហឹលទេបងប្អូនហឹលឡំបាយបន្តិចមកម្ទេសមកគ្រាប់មកតំពងមកណែអូយពីប្រអប់បងប្អូនឲ្យទិញគឺថាអត់ស្ដាយលុយទេបងប្អូនមកប្រអប់ 25,000 ពីប្រអប់បងប្អូន 50,000 ហើយថែមជក់ជើងទាមកប្រអប់ទៀតបងប្អូនណាអានេះយកទៅដល់កុំសង្ងំញ៉ាំម្នាក់ឯងដូចខ្ញុំអញ្ចឹងណាបងប្អូនទិញទៅដល់ញ៉ាំជុំគ្នាជាពិសេសអ្នកដែលថាផឹកអាត្រជាក់អូយបានដាក់មកតុឲ្យជុំគ្នាអ្នកបងប្អូនរីខមមិនទិញតែប៉ុណ្្នឹងតខ្ញុំធានាថាមុខម្ហូបផ្សេងគឺថាអត់ដូរជាមួយនឹងជក់ជើងមាន់ហ្នឹងមកហ្មងខំគៀមមកឆ្ងាញ់ណាបងប្អូននៅរសជាតិចូលជាតិគ្នាមែនអញ្ចឹងសម្រាប់បងប្អូនចង់ញ៉ាំអីអាច inbox មកបានណាពីប្រអប់ថែមជូនមកប្រអប់បងប្អូនហើយមានបន្លែថែមជូនមួយសេតនិងជក់ជើងទាថែមឲ្យមកប្រអប់ទៀតមានអត់ច្រើនទេបងប្អូននៅទិញឲ្យតន់ណាអញ្ចឹងបងប្អូនចង់មកទិញដល់ទីតាំងអីក៏បានដែរបងប្អូនគេលួចថាចាំយូរអីចឹងទៅមកដល់ទីតាំងក៏បានដែរនៅទល់មុខខ្លងទ្វារធំផ្សារឌីប៉ូចាំវីដេអូមួយតែប៉ុណ្្នឹងទេ